មានក្តៅក្តៅមួយពីប្រទេសចៅសៀមកុំភ្លេចជួយ share ទាំងអស់គ្នាឲ្យវិជាជនខ្មែរយើងបានដឹងបានឮបានឃើញនៅព័ត៌មានមួយនេះចាដោយដែលយើងនឹងហើយថាថ្មីនេះសមាជិកសភាបារាំង99នៃ5ទ្វីបបានប្រកាសក្តែងទៅប្រទេសចៅសៀមថាត្រូវដកកងកម្លាំងដកទ័ពចេញពីទឹកដីព្រំដែនកម្ពុជាថៃដែលកំពុងតែមានចំនួនភ្លាមចាព័ត៌មាននឹងឥឡូវកំពុងតែក៏ក្រៅខ្លាំងចានៅប្រទេសចៅសៀមចាបងប្អូនរហូតដល់អ្នកវិភាគបែកអាចបងប្អូនហើយប្រជាជនចៅសៀមក៏វាកំពុងតែឆ្ងល់ខ្លាំងហើយអ្វីបានជាអន្តរជាតិជាច្រើនបានគ្រប់គ្រងកម្ពុជាហើយប្រទេសជាច្រើនទៀតបានជំនួយនោះដល់កម្ពុជាបងប្អូនចាហើយការពិព្រឹកមិញតែម្ដងនេះអ្នកវិភាគម្នាក់នេះគាត់បានចេញមកនិយាយថាចេះកម្ពុជាឈ្នះហើយឲ្យដីទៅកម្ពុជាវិញទៅហើយគាត់បាននិយាយថាចេះខ្ញុំផ្ដាំហើយផ្ដាំទៀតថាអារឿងការទូតហ្នឹងយើងត្រូវដើរឲ្យបានលឿនទៅបណ្ដាប្រទេសធំឲ្យបានមុនកម្ពុជាតែឥឡូវមិនហើយកម្ពុជាឈ្នះហើយឥឡូវនេះអ្វីដែលយើងត្រូវធ្វើគឺប្រកាសប្រាប់ទៅអន្តរជាតិប្រាប់ទៅពិភពលោកទៅថាថៃព្រមវាស់វែងដីហើយថៃរីករាយនឹងឲ្យដីណាដែលជាដីរបស់កម្ពុជាទៅកម្ពុជាវិញញ៉ែបងប្អូនគាត់បានចេញវីដេអូនិយាយអញ្ចឹងណាបងប្អូនណាគាត់ថាវិធីសាស្ត្រមានតែមួយនឹងទេព្រោះកន្លងមកគាត់បានប្រាប់ទៀតឲ្យដើរការទូតឲ្យបានល្អតែចុងក្រោយចាញ់កម្ពុជាហើយវីដេអូហ្នឹងត្រូវបានប្រជាជនចៅសៀមមួយចំនួនក៏ចូលទៅជេរគាត់ដែរថាហេតុអ្វីបាននិយាយអញ្ចឹងដីហ្នឹងដីថៃតាកម្ពុជាឈ្លានពានតាំងពី26ឆ្នាំមុនឥឡូវថៃយកមកវិញមានអីខុសបងប្អូនអើយបងប្អូននិយាយថាវិភាគបែកអាចបងប្អូនវិភាគម៉ែវិភាគមិនចេះចាប់មិនចេះហើយវិភាគអារឿងនឹងផងវិភាគអារឿងភ្លើងឆេះក្លឹបនឹងផងវិភាគរឿងអាទឹកចំនួនខ្យល់ព្យុះវិភាគគ្រប់យ៉ាងតែម្ដងបងប្អូនហ្នឹងហើយជាពិសេសគឺវិភាគថាចេះអាមុខថាសចុះចេញពីតំណែងទៅតាំងពីអាមុខថាសឡើងមកហ្នឹងគេហៅថាអាមនុស្សចង្រៃបងប្អូនណាហ្នឹងហើយបលលេបងប្អូនអើយប្រទេសចោល